លោកហ៊ុនសែននៅតែប្រើពាក្យថាអត់ធ្មត់ហើយគាត់ប្រើពាក្យថាបន្ទាត់ក្រហមបានកំណត់រួចទៅហើយប្រជាពលរដ្ឋមួយចំនួនដូចលោកម៉ែនណាតអីវិញគាត់សួរថាបន្ទាត់កំហមហ្នឹងវានៅត្រឹមណាឥឡូវគេបាញ់ដល់កំទេចអាគារនៅច្រកអានសេះនៅក្នុងដែនអធិបតេយ្យរបស់យើងបាញ់ចូលក្នុងទីតាំងដែនអធិបតេយ្យរបស់យើងចំណុចរហូតដល់ទៅជាង10កន្លែងហើយតើឯណាទៅចំណុចដែលគេហៅថាបន្ទាត់ក្រហមហើយយើងអត់ធ្មត់ហ្នឹងវាជាការល្អហើយយើងអត់ធ្មត់ដើម្បីកុំឲ្យថៃយកលេសថាគេបបួលយើងវាយទៅគេចាប់ផ្ដើមយើងតដៃគេវាយសន្ធាប់ចុះបើឥឡូវគេថាយើងតដៃគេបាត់ទៅហើយនឹងគេវាយសន្ធាប់មកយើងប្រើឲ្យទៅរាយការណ៍ទៅលើឆាកអន្តរជាតិប្រាប់ថាខ្មែរយើងជាអ្នកនាំអាតស្មោយក្នុងខោអីចឹងសារព័ត៌មានអន្តរជាតិផ្សាយស្រោចមាន CNN Al Jazeera Channels New Asia និងសារព័ត៌មាន ABC ឬក៏ BBC អីរបស់អង់គ្លេសរបស់ជប៉ុន Nikkei អីហ្នឹងគេផ្សាយគ្រប់គ្នាអំពីការផ្ទុះអាវុធនៅតាមព្រំដែនក៏ប៉ុន្តែបងប្អូនវាផ្ទុយពីអ្វីដែលបងប្អូនទាំងអស់គ្នានាំគ្នាផ្សព្វផ្សាយថាសារព័ត៌មានអន្តរជាតិនេះគឺកាន់ជើងកម្ពុជាផ្សាយថាថៃចាប់ផ្ដើមបើកការវាយប្រហារមកលើកម្ពុជាដោយគេគិតថាថៃបើកការវាយប្រហារមុនមិនមែនអញ្ចឹងទេបងប្អូនតាមពិតឲ្យសច្ចយុត្តិធម៌សារព័ត៌មានបរទេសដែលមានវិជាជីវៈទាំងអស់នេះអត់មានឃ្លាណាមួយដែលប្រាប់ថាកម្ពុជាវាយបើកសំទោសថៃវាយប្រហារមុនជាអ្នកនាំអាតឲ្យកម្ពុជាវាយប្រហារក្រោយឬក៏យ៉ាងម៉េចទេអត់មានឃ្លាបែបហ្នឹងទេកាសែតអន្តរជាតិទាំងអស់នេះបានតែត្រឹមថាថៃវាយប្រហារទៅប្រទេសកម្ពុជាជាការតបតទៅនឹងអ្វីដែលជាការផ្ទុះអាវុធឃើញបើការវាយប្រហារដោយភាគីថៃអះអាងអញ្ចឹងសារព័ត៌មានហ្នឹងគឺប្រើពាក្យថាទាហានថៃគេអះអាងថាទាហានខ្មែរវាយមុនហើយក៏គេដកស្រង់ពីសារព័ត៌មានកម្ពុជាឬក៏ក្រសួងការពារជាតិកម្ពុជាថាខាងភាគីកម្ពុជាអះអាងថាថៃឯណោះទេដែលវាយមុនដូច្នេះសរុបសេចក្តីមកសារព័ត៌មានទាំងអស់នេះគ្រាន់តែពំនាំសារប្រាប់ថាថៃចោតកម្ពុជាថាវាយមុនកម្ពុជាចោតថៃថាវាយមុនតែប៉ុណ្ណឹងមិនបានមកកាន់ជើងកម្ពុជាថាថៃវាយមុនទេគឺគេផ្សាយរបៀបអញ្ចឹងបងប្អូនដែលយកសារព័ត៌មានអន្តរជាតិនឹងយកទៅផ្សាយសូមផ្សាយឲ្យស្មើភាពនៅកណ្ដាលទៅមិនអីទេផ្សាយចំណេញខ្មែរក៏បានដែរថាសារព័ត៌មាននឹងប្រាប់ថាចោតថៃថាវាយមុនអីចឹងទៅតែសារព័ត៌មានទាំងអស់ហ្នឹងអត់បាននិយាយបែបហ្នឹងទេគឺនិយាយដូចអ្វីដែលខ្ញុំផ្សាយអញ្ចឹងគឺឮពីខាងក្រសួងការពារជាតិកម្ពុជាផ្សាយពីអ្វីដែលអ្នកស្រីម៉ាលីសុជាតានិយាយមកហើយឮយោធាថៃគេនិយាយមិនក្នុងសារព័ត៌មានថៃគេផ្សាយអញ្ចឹងទៅផ្សំចូលគ្នាគឺគេសញ្ញោកមកថាកម្ពុជាកំពុងតែចាប់ផ្ដើមផ្ទុះអាវុធនៅតាមទល់ដែនឡើងវិញតដៃគ្នាទៀតបានន័យថាផ្ទុះទាំងខ្មែរផ្ទុះទាំងថៃមិនដឹងអ្នកណាផ្ទុះមុនតែគេចោទថាភាគីទាំងពីរចោទគ្នាទៅវិញទៅគេលើកឡើងថាភាគីទាំងពីរចោទគ្នាទៅវិញទៅមកថាអ្នកផ្ទុះអាវុធមុនបងប្អូនបើចំពោះខ្ញុំអត់សូវមានមន្ទិលទេថាអ្នកណាសម្អោចក្នុងខោព្រោះខ្ញុំផ្សាយយូរហើយគឺខ្ញុំអត់មានសង្ស័យសូម្បីតែប៉ុនសរសៃសក់ថាថៃទេដែលជាអ្នកសម្អោចក្នុងខោដែលអាចនាំភ្លើងមុនហើយខ្ញុំមិនជឿថាទាហានកម្ពុជាឯណាទៅសម្ោចក្នុងខោឬក៏ទៅបាញ់ថៃទេយើងទៅមិនដល់គេទេកម្លាំងតែយើងញុះតែគេតែបន្តិចគឺយកឃើញយន្តហោះរបស់គេឡើងមកពេញមេឃ F16 គេឡើងមកពេញមេឃទម្លាក់គ្រាប់ស្រោចលើយើងអញ្ចឹងយើងរឿងអីទៅញុះគេឲ្យគេបាញ់យើងបើយើងដឹងថាយើងទប់គេមិនឈ្នះដូច្នេះរឿងកម្ពុជាសម្ោចក្នុងខោខ្ញុំជឿថាមិនអាចទៅរួចទេដូច្នេះវាអាចជាល្បិចរបស់ថៃនៅក្នុងការទាញយើងឲ្យចូលនៅក្នុងសមរភូមិប្រយុទ្ធដើម្បីគេមានលេសវាយប្រហារយើងបន្តទៅទៀតព្រោះអីគេសំរឿងជាមួយយើងច្រើនហើយតែយើងវាអត់តដៃអាការដែលអត់តដៃនេះឲ្យធ្វើឲ្យថៃរៀងពិបាកដែរពិបាកចឹងបង្កើតព្រឹត្តិការណ៍អីក៏ថាបានដែរញុះឲ្យយើងតដៃដើម្បីឲ្យមានហេតុឥឡូវនេះគឺថៃថាកម្ពុជាតដៃអញ្ចឹងទៅដើម្បីបានហេតុយក F16 គេយកមកប្រើឲ្យខាងតែបានដើម្បីអីពង្រៀងស្ថានភាពនៅស្រុកថៃខ្លះដែរបងប្អូនរឿងបញ្ហាទឹកជំនន់ក៏មានបញ្ហានយោបាយថៃក៏អត់អាចដោះស្រាយផ្ទៃក្នុងបានដូច្នេះអ្វីដែលដោះស្រាយនៅផ្ទៃក្នុងជាពិសេសគឺរឿងនយោបាយថៃរឿងអីហ្នឹងគឺគេច្រើនតែយកមកទម្លាក់ទល់ដែនអញ្ចឹងហើយជា classic នយោបាយ classic ហើយរឿងរៀបចំអាស៊ានរៀបអីហ្នឹងក៏ឃើញថៃរងការរិះគន់យ៉ាងសម្បើមថាធ្វើមិនបានល្អមានការឆក់ល្វែងច្រើន
lạ nằng lạ ấy chẳng tư có miên ca priệp thiệp kia rồi viếng SEA Games nơi Khmer SEA Games nơi Thái nâng vi chi bạch chay xong ấy bàn tay nhom kết tha vây để Thái còn pung tại trong rò rương nâng cứ ភាពរំជើបរំជួលនយោបាយថៃហើយជាពិសេសថៃអត់ទាន់បានអស់ចិត្តនៅឡើយនៅពេលដែលមិនអាចវាយយកប្រាសាទតាកបីបានបងប្អូនត្រូវចាំថាចំណុចច្រើនណាស់ដែលថៃវាយយកបានតាំងពីថ្ងៃទី24ដល់ថ្ងៃទី28តែប្រាសាទតាកបីវាយយកអត់បានដូច្នេះអានេះក៏ជាឱកាសមួយនៅក្នុងការដែលបញ្ជាក់ថាវាយយកប្រាសាទតាកបីក៏ប៉ុន្តែថៃក៏នៅតែអត់អាចសម្រាប់មហិច្ឆតារបស់ខ្លួនយកប្រាសាទតាកបីបានភ្លាមដែរដោយសារតែមីនច្រើននៅតំបន់នោះហើយបើសិនជាថៃលួងខ្មែរឬក៏បង្ខំឬក៏ដាក់សម្ពាធកម្ពុជាឲ្យដោះមីនអស់នៅតំបន់ប្រាសាទតាកបីពេលនោះឯងក៏យើងពិបាកនឹងទប់ថៃដែរតែពេលនេះថៃវាយប្រហែលជាមិនទាន់អាចយកប្រាសាទតាកបីបានទេដោយសារតែតំបន់មីនហ្នឹងគឺថៃចូលតែមិនបានណាអាហ្នឹងគឺវានៅជាឧបសគ្គមួយវាអាចទប់ថៃបានច្រើនដែរឯទាហានកម្ពុជាយើងគឺរងទុកចង់និយាយថាអាភ័ព្វណាព្រោះដោយសារអីថៃប្រើ drone ថៃប្រើយន្តហោះទម្លាក់ពីលើមេឃហើយនឹងថៃប្រើផ្សែងពុលទៀតដូច្នេះសង្គ្រាមជាមួយថៃនេះគឺជាសង្គ្រាមមួយដ៏អកុសលមែនតើដែលជាសង្គ្រាមមិនស្មើភាពគ្នាទេយើងគ្មានយន្តហោះប្រដេញសំបីតែមួយគ្រឿងថៃគេមានយន្តហោះប្រដេញគេពេញមេឃដូច្នេះយើងទៅប្រកួតប្រជែងនៅក្នុងន័យនេះគឺយើងអយុត្តិធម៌បន្តិចសម្រាប់ទាហានយើងណាប៉ុន្តែស្មារតីនិងការបដិញ្ញារបស់ទាហានយើងគឺមោះមុតហើយក៏យើងបានលក្ខណៈភូមិសាស្ត្រនៅតំបន់ហ្នឹងវាជាតំបន់ព្រៃភ្នំជុំចិត្តក៏ជាអំណោយផលសម្រាប់ឲ្យទាហានយើងនៅក្នុងការអាចបន្តលាក់ខ្លួននិងការពារដែនអធិបតេយ្យឈរនៅសមរភូមិមុខនឹងបានដែរគ្រាន់តែថាយ៉ាងណាគឺថៃប្រើ drone ប្រើយន្តហោះទម្លាក់គ្រាប់នេះគឺជាសង្គ្រាមមួយដ៏មានព្រៀបខ្លាំងមែនតើលើកម្ពុជាក្នុងនាមសភាវុធណាហើយបើសិនជាសង្គ្រាមនេះវានៅរ៉ាំរ៉ៃវានៅអូសបន្លាយពេលយូរគឺអ្នកដែលពលីគឺទាហានជួរមុខយើងនឹងរងគ្រោះកាន់តែបន្ថែមទៀតហើយជាពិសេសអាសូរដល់ទាហានខ្មែរទាំង18នាក់ដែលនៅក្រោមដៃថៃដែលចាប់ជាចំណាប់ខ្មាំងខុសច្បាប់នោះគ្នានឹងរងាកំព្រាមិនដឹងព្រួយបារម្ភប៉ុណ្ណាទៀតទេព្រោះអីតែលឺសូមានបញ្ហានៅព្រំដែនគឺបានន័យថាថៃនឹងយកលេសថាអត់មានសុវត្ថិភាពសង្គ្រាមនៅតែកើតឡើងបាត់ឈប់បាញ់នៅតែអត់មានគឺបន្តឃុំខ្លួនពួកគាត់គ្មានថ្ងៃបញ្ចប់ទេអានេះហើយដែលខ្ញុំនៅតែតាំងចិត្តថាខ្ញុំនៅតែជំរុញឲ្យកម្ពុជាថាអត់ត្រូវអាឡោះអាឡៃត្រូវអោបជើងថៃអីដល់ពេលណាទៀតទេប្តឹងគេទៅតុលាការយុត្តិធម៌អន្តរជាតិទៅព្រោះអីយើងមិនអាចនឹងតដៃគេបានផងការដែលអត់ធ្មត់នឹងវាជាគេហៅថាភាសាការទូតត្រឹមត្រូវហើយប៉ុន្តែបើភាសាសង្គ្រាមគេថាយើងមិនអាចទៅឈ្នះកម្លាំងគេគឺយើងមិនអាចទៅតតាំងគេបានយើងអត់ធ្មត់នឹងយើងឈ្នះលើឆាកអន្តរជាតិឯងថាយើងអត់ធ្មត់ឲ្យគេវាយចោះក៏ប៉ុន្តែនៅក្នុងការធ្វើសឹកសង្គ្រាមបើគេវាយយើងគ្រប់ចំណុចទៅឲ្យចូលឆ្លងដល់ដែនអធិបតេយ្យរបស់យើងហើយយើងមិនអាចតដៃវិញសំបីតែមួយគ្រាប់ហើយបញ្ជាថាកុំឲ្យតដៃទៀតតើទាហានយើងមានភាពដូចថាមុខមាត់អីដើម្បីបញ្ជាក់ថាគាត់អាចនឹងកុំឲ្យថៃផ្កើនពេកចង់និយាយថាក្នុងន័យជាភាពឈឺចាប់របស់ទាហានគឺវាដូចថាទេគេវាយមកចងោអញ្ចឹងយើងចាំតែកិច្ចឲ្យគេទម្លាក់គ្រាប់មកឬយ៉ាងម៉េចអីអញ្ចឹងក៏ប៉ុន្តែថ្នាក់ដឹកនាំក៏ដឹងដែរថាបើយើងតដៃជាមួយគេគឺយើងក៏តែមិនឈ្នះគេដូច្នេះវាពិបាកអញ្ចឹងហើយខ្ញុំគិតថាអារឿងមិនតដៃរឿងអត់ធ្មត់រឿងមិនឈ្នះគេយើងទទួលស្គាល់ហើយប៉ុន្តែអារឿងមួយគឺថាចោះបើអត់ធ្មត់ហើយយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទៅវិញថៃតនឱកាសមាននេះឃើញគេបំពេញទៀតហើយ10កន្លែងជាង10កន្លែងណោះទម្លាក់គ្រាប់មកលើដែនអធិបតេយ្យរបស់យើងប្រើ F16 ម្ដងទៀតហើយតើបងប្អូនកាលបានប្តឹងលោកត្រាំពីរឿងការដែលឲ្យររឿងថៃរឿងប្រើ F16 ខុសគោលការណ៍សឹកសង្គ្រាមឬក៏កិច្ចសន្យាទិញយន្តហោះបដិញចុះបើចង់ឲ្យលោកត្រាំនឹងបានពានរង្វាន់ Nobel សន្តិភាពតើហេតុអីបានជាអស់លោកមិនររឿងគាត់បន្តិចមើលសន្តិភាពនៅកន្លែងណាកម្ពុជាឲ្យថៃប្រើ F16 យកមកទម្លាក់គ្រាប់សម្រាប់ទាហានខ្មែរជាលើកទី2ទៀតហើយនេះដែលខុសគោលការណ៍របស់សហរដ្ឋអាមេរិកនៅក្នុងការលុតលក់សពាវុធឲ្យថៃហេតុអីបានជាយើងគិតថាចង់ឲ្យពានរង្វាន់ Nobel សន្តិភាពទៅលោកត្រាំហើយអត់ហ៊ានររឿងគាត់ពីរឿង F16 បងប្អូនចែកឲ្យដាច់រវាងប៉មនិងផ្លែក្រូចអោបជើងលោកត្រាំចង់ឲ្យបានសន្តិភាព Nobel អីអត់មានជំទាស់សោះឲ្យទៅព្រោះតាត្រាំនឹងក៏ជាប្រធានាធិបតីអាមេរិកខ្ញុំក៏ជាជនជាតិខ្មែរអាមេរិកដែរបើបានមានដឹកនាំអាមេរិកបានពានរង្វាន់ Nobel សន្តិភាពឲ្យគាត់ទៅអត់អីទេក៏ប៉ុន្តែមិនត្រូវឲ្យគាត់រួចខ្លួននៅក្នុងការដែលយើងខ្លាចកេញលោថាកំពុងតែស្អំចិត្តគាត់អោបជើងគាត់ពីរឿងសរសើរគាត់ពីរឿងសន្តិភាពស្រាប់តែទៅរករឿងគាត់រឿង F16 ហ្នឹងខ្លាចគាត់អន់ចិត្តអត់មានខ្លាចលោកត្រាំអន់ចិត្តអីទាំងអស់
ព្រោះអីអា F16 ហ្នឹងគឺអត់ត្រូវការប្រើមកបំពេញដែនអធិបតេយ្យរបស់ប្រទេសណាទេគឺគេឲ្យប្រើដើម្បីការពារដែនអធិបតេយ្យរបស់ថៃក្នុងករណីដែលមានយន្តហោះប្រដេញពីខ្មែរឬក៏ពីភូមាឬក៏ពីប្រទេសណាចូលក្នុងដែនអធិបតេយ្យរបស់ថៃហើយយើងអត់មានគ្រឿងអីដេញតាមគេគឺយើងដេញក្នុងដែនអធិបតេយ្យរបស់យើងប្រើ F16 បានគឺស្របច្បាប់ប៉ុន្តែมันអាចយកវាយកមកទម្លាក់គ្រាប់នៅក្នុងដែនអធិបតេយ្យរបស់ប្រទេសដទៃដោយគេមិនទាំងនាំអាតផងខ្លួនយើងជាអ្នកប្រព្រឹត្តខុសទៅទៀតតើមានកន្លែងណាដែលខ្ទាស់រដ្ឋាភិបាលកម្ពុជាមិនអាចប្តឹងទៅសហរដ្ឋអាមេរិកអំពីរឿងដែលប្រើ F16 នេះខុសនេះតើពេលណាដែលយើងប្តឹងគេហើយយើងមិនប្តឹងគេយើងអត់ធ្មត់មិនប្តឹងទៅអង្គការតុលាការយុត្តិធម៌អន្តរជាតិយើងពឹងអីគេតើយើងឲ្យតែហ៊ានយើងជួមុខសង្ឃឹមអីគេឥឡូវហ្នឹងបើយើងប្តឹងទៅគ្នាគ្រាន់បានភាពកក់ក្ដៅខ្លះខ្ញុំនិយាយនេះគឺខ្ញុំយកតែប៉ុនទេខ្ញុំដឹងថាអត់ធ្មត់ស្ងប់អីស្ងប់ទៅខ្ញុំមិនអីទេខ្ញុំមិនទៅខ្ទាស់ទេព្រោះអីយើងមិនចង់ឲ្យតាហ៊ានយើងពាក់លីអីច្រើនទៀតទេចង់ឲ្យមានសុខសន្តិភាពអញ្ចឹងប៉ុន្តែថៃនេះសម្ោចក្នុងខោបើយើងមិនតដៃគេក៏ហីចោះប៉ុន្តែយើងត្រូវប្តឹងគេយើងត្រូវតែប្តឹងគេដាច់ខាតហើយបងប្អូនយើងមិនអាចឲ្យគេធ្វើអញ្ចឹងបំពេញម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតតើមានសម័យកាលណាដែលអនុញ្ញាតឲ្យថៃទន្ទ្រានឈ្លានពានយើងគ្រប់ពេលហើយយើងត្រូវតែអត់ធ្មត់គ្រប់ពេលហើយអត់ធ្មត់ក៏អត់ចោះដូចខ្ញុំនិយាយអញ្ចឹងហើយយើងអត់ប្តឹងគេនេះយើងជូនដំណឹងយើងថ្កោលទោសដាច់អហង្ការអំពាវនាវឲ្យគេវិលមកគោរពកិច្ចព្រមព្រៀងវិញគេបំពេញហ្នឹងតើយើងអំពាវនាវគេយ៉ាងម៉េចបាទខ្ញុំអាសូរថ្នាក់ដឹកនាំយើងដែរលោកប្របាហើយមិនជាស្រួលគិតប្រមាណទេព្រោះអីបើយើងមិនប្តឹងគេហើយយើងចង់ស្អំចិត្តអញ្ចឹងទៅដើម្បីឲ្យអាស្ថានភាពនឹងវាធូរឡើងវិញមិនចង់ឲ្យមានរឿងប្តឹងផ្ដាល់គ្នាក៏ថាបានក៏ប៉ុន្តែបើថៃប្រព្រឹត្តខុសគ្រប់រឿងយើងអត់ត្រូវយកប៉មនឹងក្រូចលាយគ្នាបានសោះមានកិច្ចព្រមព្រៀងបាត់ឈប់បាញ់ក៏ឈប់បាញ់ហើយប៉ុន្តែថៃមានគោរពបាត់ឈប់បាញ់នឹងឯណាអញ្ចឹងបើថៃអត់គោរពបាត់ឈប់បាញ់គឺតើតែយើងប្តឹងថៃបើយើងអត់ប្តឹងថៃតើយើងទៅថ្កោលទោសគេធ្វើអីបានប្រយោជន៍អីគេស្ដាប់យើងមែនគេអត់ដែរស្ដាប់យើងទេដូច្នេះថៃបំពេញខ្លាំងមែនតើប៉ុន្តែវាអកុសលគឺរដ្ឋាភិបាលយើងអត់ប្តឹងគេហើយយើងនៅបន្តការអត់ធ្មត់ហើយចាំមើលថាបានដល់ពេលណាថៃបានដៃមែនតើខ្ញុំមិនដែលឃើញសម័យណាដែលថៃបានដៃដូចពេលនេះទេគឺថៃយើងថាយើងឈ្នះគេលើឆាកអន្តរជាតិហ្នឹងមែនទេជាគោលការណ៍យើងឈ្នះគេជាអន្តរជាតិមែនហើយឈ្នះការទូតឈ្នះអីប៉ុន្តែសម័យនេះអត់មែនរឿងការទូតទេព្រោះអីទំនៀមទម្លាប់សន្តាប់ធ្នាប់ពិភពលោកប្រែប្រួលអស់ហើយតាំងពីមានសង្គ្រាមនៅអ៊ុយក្រែននិងរុស្ស៊ីឈ្លានពានតាក់ទងនឹងរឿងអ៊ីស្រាអែលនិងពួកហាម៉ាស់អីហ្នឹងគឺពិភពលោកប្រែប្រួលហើយប្រែប្រួលនេះគឺប្រែប្រួលដែលគួរឲ្យបារម្ភមែនតើដែលយើងមិនអាចនឹងពឹងលើអង្គការសហប្រជាជាតិឲ្យជួយយើងឲ្យបានទេយើងមិនអាចពឹងលើសហរដ្ឋអាមេរិកឲ្យជួយយើងបានទេយើងបានដែរមួយរយៈពេលហ្នឹងដល់ពេលហើយគេរវល់ជាប់ដៃទៅឯណាឃើញគេវាយប្រាវទៀតចោះបើគេចេះស្ដាប់លោកត្រាំថៃចាប់វាយយើងហ៊ានវាយយើងទៀតអត់មានស្ដាប់អីទេដូច្នេះអាហ្នឹងហើយគឺជាសម្ព័ន្ធមិត្តរបស់គេអញ្ចឹងបានខ្ញុំថាកុំទៅទុកចិត្តមេឃទុកចិត្តផ្កាយកុំទៅទុកចិត្តប្រពន្ធថាគ្មានសហាយកុំទុកចិត្តម្ដាយក្មេកតែអត់ជពាក់លុយគេហើយយើងចង់និយាយថាក្នុងន័យនេះគឺយើងត្រូវតែនាំគ្នាប្តឹងទៅវាស្អីគេប្រទេសមហាអំណាចអីហ្នឹងក៏អោបជើងគេបដាទៅប៉ុន្តែប្តឹងបដាទៅព្រោះមានតឡាការអន្តរជាតិមួយដែលជួយយើងកុំឲ្យគ្នាយើងល្ងាពេកយើងអត់ធ្វើអីយើងទប់ឲ្យថៃតម្លាក់គ្រាប់លើក្បាលយើងហើយយើងអត់ធ្មត់ហើយយើងអត់ប្តឹងខ្ញុំថាម្ដងទៀតអត់ធ្មត់ក៏អត់ធ្មត់ចោះប៉ុន្តែសុំប្តឹងបានទេប្តឹងទៅតុលាការណាក៏ដោយឲ្យតែតុលាការអន្តរជាតិព្រោះអីថៃបំពេញយើងគ្រប់រឿងភ័ស្តុតាងមានគ្រប់គ្រាន់ដូចអត់មានអីថៃចោតយើងច្បាស់ហើយហ្នឹងក្រសួងការពារជាតិរាយមកណែប្រមាណ10-20ចំណុចហ្នឹងមកគឺសុទ្ធតែថៃបាញ់មុនហើយយើងអត់មានបាញ់វិញមកគ្រាប់ហ្នឹងចុះប៉ុណ្ណឹងមិនមែនជាភ័ស្តុតាងគ្រប់គ្រាន់ដើម្បីយកទៅដាក់ប្តឹងតុលាការអន្តរជាតិបានដែរទេឬក៏យ៉ាងម៉េចហើយបើយើងអត់ដាក់ប្តឹងទេបានន័យថាយើងអត់មានភ័ស្តុតាងធ្ងន់ក្នុងដៃបានន័យថាយើងនិយាយជានយោបាយប្រជាពិធដ្ឋដដែលហ្នឹងឲ្យតែស្អំចិត្តឲ្យប្រជាពលរដ្ឋឬពិភពលោកដឹងថាយើងអត់ធ្មត់ប៉ុន្តែពិភពលោកឯណាមកជឿខ្មែរយើងនោះព័ត៌មានថៃគេចេញមកវាយស្រោចតាមបណ្ដាញសង្គមគេស្ដាប់មកថាខ្មែរយើងទុនខ្សោយមិនដែលខ្មែរវាយមុនចុះឥឡូវគេមិនដឹងបើយើងរឿងមីនរឿងអីហ្នឹងថៃគេយកភ័ស្តុតាងដាក់ទៅខាងអង្គការសហប្រជាជាតិកាសែតអន្តរជាតិគេផ្សាយស្រោចគេថាខ្មែរយើងខូចបាត់ទៅហើយហ្នឹងនេះវាអញ្ចឹងឲ្យគេជឿយើងអាម៉េចឥឡូវហ្នឹងគេវាទៅលឿនជាងយើងតាក់តងនឹងព័ត៌មានរបស់គេអញ្ចឹងគេថាយើងខូចហើយគេថាយើងខូចគេចោទយើងអីចឹងប៉ុន្តែបើយើងមានភ័ស្តុតាងយើងប្តឹងគេទៅដាក់ចោលមួយទៅដើម្បីកុំឲ្យថៃប្រកក្លឿនពេកព្រោះយើងអត់មានអីពឹងទប់បានណាវាអត់មានអ្នកណាជួយអីយើងបានទេតែយើងទប់អត់ព្រមតដៃ
តដៃក៏តែមិនឈ្នះគេហើយអត់តដៃក៏យើងចាញ់គេហើយអត់ប្តឹងទៀតតែយើងបានអីពឹងវាពិបាកអញ្ចឹងណាបងប្អូនឥឡូវខ្ញុំស្លេះរឿងនេះប៉ុណ្ណេះហើយខ្ញុំមើលថាតើប្រធានអាស៊ានលោកបារម្ភយ៉ាងម៉េចទៅលោកហើយជាពិសេសលោកអាន់វ៉ាអ៊ីប្រាហ៊ីមនឹងដែលជាមេបាអាណាព្យាបាលជួយមើលការខុសត្រូវ3 4លើកហើយបាត់ជប់បាញ់3លើកហើយគាត់ជួយសម្របសម្រួលបានអាមេរិកបានអីហើយឥឡូវយើងនាំគ្នាបំបាក់មុខឪម៉ែយើងខ្លាំងមែនតើជាពិសេសថៃបំបាក់មុខអាស៊ាននេះគឺបំបាក់មុខហៅលែងលឺតែម្ដងនៅពេលដែលយើងមានបញ្ហាហ្នឹងលោកអាន់វ៉ាអ៊ីប្រាហ៊ីមគាត់ចេញសរសើរថ្ងៃនេះនៅតាមបណ្ដាញសង្គម Facebook គាត់ថាខ្ញុំពិតជាខ្វល់ខ្វាយយ៉ាងក្រៃលែងដោយបានទទួលរបាយការណ៍មកថាមានការផ្ទុះអាវុធរវាងកម្ពុជានិងថៃបងប្អូនឃើញទេប្រធានអាស៊ានអត់បាននិយាយថាការផ្ទុះអាវុធដែលផ្ដើមដោយប្រទេសថៃទេគឺការផ្ទុះអាវុធរវាងកម្ពុជានិងថៃគឺកងកម្លាំងប្រដាប់អាវុធកម្ពុជាថៃបានន័យថាមានការបាញ់ដៃបាញ់តគ្នាអញ្ចឹងអ្នកស្រីម៉ាលីសុជាតាចង់និយាយថាយើងអត់បានបាញ់មកគ្រាប់យើងនៅតែសង្កេតស្ថានភាពហ្នឹងសូម្បីតែលោកអាន់វ៉ាអ៊ីប្រាហ៊ីមហ្នឹងក៏គាត់មិនបានទៅនិយាយបែបហ្នឹងគឺគាត់និយាយចាក់ខ្សែកដាលមួយក្នុងន័យថាវាមានបាញ់ទៅបាញ់មកបាត់ហើយឃើញទេគេអត់មាននៅខាងខ្មែរយើងទេគេនៅខាងកដាលតែខាងកដាលហ្នឹងគឺបានន័យថាម៉េចបានន័យថាមានចំនួនប្រដាប់អាវុធតតាំងតទៅតមកអញ្ចឹងបានន័យថាទៅស្របតាមអ្វីដែលថៃនិយាយថាកម្ពុជាបានបាញ់ផ្លោងដាក់ថៃទៀតហើយអញ្ចឹងហើយគាត់និយាយថាគាត់បារម្ភខ្វាយខ្វល់យ៉ាងខ្លាំងដែលមានរបាយការណ៍មកថាមានចំនួនឬក៏បាញ់ដាក់គ្នារវាងកម្ពុជានិងថៃគឺតបទាំងពីរប្រទេសហ្នឹងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃលោកបញ្ជាក់ថាលោកសូមផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះនឹងសពដែលត្រូវបានស្លាប់ឬក៏របួសនៅក្នុងព្រឹត្តិការណ៍នេះលោកក៏បានបន្តថាការដែលមានការបាញ់គ្នាឡើងវិញនេះគឺវាជាហានិភ័យមួយដែលរឹតតែធ្វើឲ្យកិច្ចការយើងដែលខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ប្រយ័ត្នប្រយែងទាំងអស់មុនហើយពាក្យថាបាញ់មុននេះគឺមិនមែនបានន័យថាកម្ពុជាតដៃទៅទៀតខាងភាគីថៃបាញ់ស្រោចទម្លាក់គ្រាប់មកលើភាគីកម្ពុជាហើយកម្ពុជាគឺបានតែគេហៅថាសង្កេតឃ្លាំមើលស្ថានភាពឲ្យអត់តដៃអានេះគឺជាអ្វីដែលខាងក្រសួងការពារជាតិកម្ពុជាអះអាងឥឡូវខ្ញុំសូមដកស្រង់ប្រសាសន៍របស់អ្នកស្រីម៉ាលីសុជាតានិងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិត្រួសគឺនៅថ្ងៃទី8ខែធ្នូហ្នឹងគឺខាងក្រសួងការពារជាតិបានប្រាប់ថាទាហានថៃពិតជាបើកការវាយប្រហារមកលើដែនអធិបតេយ្យនិងចូលមកក្នុងដែនដីកម្ពុជាដោយប្រើទាំងរថក្រោះប្រើកាំភ្លើងធំ155មីលីម៉ែត្រប្រើកាំភ្លើងត្បាល់គ្រប់ប្រភេទនិងបាញ់ផ្សែងពុលទៀតផងហើយរហូតដល់ចុងក្រោយនេះគឺមានយន្តហោះប្រភេទយន្តហោះទម្លាក់គ្រាប់បែកយន្តហោះចម្បាំងរបស់អាមេរិកប្រភេទ F16 ក៏យកមកប្រើប្រាស់ដែរហើយទាហានថៃក៏បានបញ្ជាក់ថាទាហានថៃពិតជាបានប្រើប្រាស់យន្តហោះប្រភេទ F16 នេះមែនដើម្បីទម្លាក់គ្រាប់មកលើដែនអធិបតេយ្យកម្ពុជាដោយខាងទាហានថៃអះអាងថាគេធ្វើនេះគឺដើម្បីកំទេចមូលដ្ឋានទ័ពរបស់យោធាខ្មែរឬមូលដ្ឋានឬក៏ប្រទាយយោធាខ្មែរដែលបាញ់ផ្លោងដាក់ទៅភាគីថៃនៅក្នុងន័យនេះគឺខាងភាគីថៃគេថាជាសិទ្ធិការពារខ្លួនរបស់គេដើម្បីកំទេចហេដ្ឋារចនាសម្ព័ន្ធយោធាកម្ពុជាដែលបាញ់ផ្លោងទៅខាងគេថាតើកម្ពុជាពិតជាបានបាញ់ផ្លោងឲ្យដូចអ្វីដែលថៃបានលើកឡើងអះអាងយ៉ាងណាខ្ញុំនឹងបញ្យល់បកស្រាយបន្តទៅទៀតឥឡូវសូមស្ដាប់អ្វីដែលជាការលើកឡើងរបស់ក្រសួងការពារជាតិបន្តទៅទៀតក្រសួងការពារជាតិបានបញ្ជាក់ថាការផ្ទុះអាវុធនេះគឺកើតឡើងតាំងតែពីម៉ោង5:05នាទីនាល្ងាចថ្ងៃទី8ខែធ្នូនេះដោយចាប់ផ្ដើមឡើងតាំងពីនៅច្រកអានសេះទិសដៅប្រាសាទតាមាន់ធំក៏មានផ្ទុះអាវុធតំបន់ប្រាសាទព្រះវិហារ5មករាចំការជែកមុំ3ភ្នំខ្មោចដែលភ្នំខ្មោចមែនតើគឺមានបាញ់ផ្សែងពុលផងគោល8ប្រនឹងប្រាសាទតាកបីនេះគ្រាន់តែជាការរៀបរាប់ត្រួសទេមានកន្លែងផ្សេងទៀតដូចជាតំបន់អូស្មាច់មានអីហ្នឹងក៏ឮសូរថាមានផ្ទុះអាវុធដែរហើយអ្វីដែលខាងក្រសួងការពារជាតិកម្ពុជាហ្នឹងគឺបានបញ្ជាក់ថាម៉ោង9:05នាទីបានន័យថាយប់ទៅហើយគឺសំទោសព្រឹកថ្ងៃទី8នេះគឺម៉ោង9:05នាទីហ្នឹងគឺយោធាថៃបានវាយប្រហារលើកម្លាំងកម្ពុជាប្រើយន្តហោះចម្បាំងប្រភេទ F16 នៅឃុំស្រអែមស្រុកជាំខ្សានខេត្តព្រះវិហារហើយដល់តែម៉ោង9:30នាទីព្រឹក
ដែលហ្នឹងគឺយោធាថៃនៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាបន្តទៀតនៅប្រាសាទខ្នាអូស្មាច់ដោយយោធាថៃបានប្រើកំភ្លើង 17.7 រួមទាំងរក្រោះបាញ់បុកបន្ថែមទៀតដូច្នេះបើយើងសរុបទីតាំងដែលវាយប្រហារមកលើដែនដីកម្ពុជាតាមតំបន់ព្រំដែនហ្នឹងគឺជាង10កន្លែងទៅហើយបងប្អូនបាទមិនមែនមួយកន្លែងមិនមែន10កន្លែងទេគឺជាង10កន្លែងហើយជាចុងក្រោយគឺក្រសួងការពារជាតិថាគិតមកត្រឹមម៉ោង11នាទីគឺម៉ោង11ពេលដែលគាត់ធ្វើប្រកាសព័ត៌មានហ្នឹងគឺយោធាថៃនៅបន្តបាញ់ប្រហារមកលើកងទ័ពនិងនៅលើតំបន់ជនស៊ីវិលកម្ពុជានៅឡើយហើយកងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានលើការវិវត្តស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ចបានន័យថាតាមដានមិនតដៃទេអានេះអ្វីដែលក្រសួងការពារជាតិបញ្ជាក់បន្តទៅទៀតក្រសួងការពារជាតិលើកឡើងថាលើសពីនេះទៅទៀតការបាញ់ប្រហាររបស់យោធាថៃចូលដល់ភូមិរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារបណ្ដាលឲ្យរបួសប្រជាពលរដ្ឋស៊ីវិលមួយចំនួននិងឆេះផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រង់អស់ជាច្រើនខ្នងដែលធ្វើឲ្យប្រជាជនក្មេងចាស់ប្រុសស្រីត្រូវបង្ខំចិត្តជម្លៀសរកទីទួលមានសុវត្ថិភាពបណ្ដោះអាសន្នភ្លាមៗបាទនេះគឺជាការរាយការណ៍ដែលថាមានប៉ះពាល់ដល់ជនស៊ីវិលអញ្ចឹងនៅខាងថៃគឺគេរាយការណ៍មកថាខាងទាហានថៃម្នាក់បានស្លាប់ឯ8នាក់ទៀតរងរបួសលោកវិនថៃសុវរីថាមានម្នាក់ទៀតដែលជាទាហានថៃដែរកំពុងតែរបួសធ្ងន់អាចមិនរស់ផងដូច្នេះអាចនឹងមានអ្នកស្លាប់រហូតដល់ទៅ2នាក់បើតាមអ្វីដែលគាត់បានបញ្ជាក់តែមិនទាន់ផ្ទៀងផ្ទាត់ដាច់ស្រេចទេប៉ុន្តែខាងកម្ពុជាគឺខាងក្រសួងការពារជាតិរាយការណ៍តែមានប៉ះពាល់ដល់ជនស៊ីវិលមួយចំនួនប៉ុន្តែมันមានរាយការណ៍ការស្លាប់ទេបើទោះបីជាព័ត៌មានពីព្រំដែនហ្នឹងមានភាពដូចថាផ្ញើមកចម្រោះរហូតដល់ថាមានទាហានរបស់យើងពលីយ៉ាងតិច5នាក់ឯណានោះខ្ញុំមិនទាន់អាចផ្ទៀងផ្ទាត់ព័ត៌មាននេះបានទេយើងរងចាំមើលតើក្រសួងការពារជាតិនឹងបកស្រាយយ៉ាងម៉េចតកតងនឹងទាហានដែលពលីនៅក្នុងសមរភូមិព្រោះអីយើងខាងថៃគឺពេលដែលទាហានថៃស្លាប់គឺគេប្រកាសភ្លាមហើយខាងកម្ពុជាយើងប្រកាសតែខាងស៊ីវិលទេទាហានគឺនៅមិនទាន់មានតួលេខនេះទេហើយដូចម្ដងទៀតបងប្អូនមិនទាន់មានព័ត៌មានដែលអាចផ្ទៀងផ្ទាត់បានថាចំនួនអ្នកស្លាប់ជាទាហានរបស់កម្ពុជានឹងប្រមាណនេះប៉ុន្តែបើតាមមើលអ្វីដែលជាការបាញ់យ៉ាងសន្ធាប់រហូតដល់មានកាស៊ីណូសំណង់កាស៊ីណូមួយនៅឯតំបន់ច្រកអានសេះនោះគឺត្រូវឃើញផ្សែងខ្មួលដែលសំបីតែវីដេអូពីខាងថៃក៏បង្ហាញអំពីការបាញ់កំទេចអាគារនេះចោលទាំងស្រុងតែម្ដងដោយសារតែខាងភាគីថៃអះអាងថាទាហានខ្មែរយកកាស៊ីណូនៅច្រកអានសេះនោះធ្វើជាមូលដ្ឋានទ័ពដែលមានយោធាបាញ់ចេញពីទីដៅកន្លែងហ្នឹងអីចឹងទៅដូច្នេះថៃនៅតែប្រកាន់ជំហររបស់ខ្លួនថាអ្វីដែលកើតឡើងនេះគឺជាការដែលនាំអាតពីខាងកម្ពុជាអានេះគឺខាងថៃប៉ុន្តែខាងកម្ពុជាគឺច្បាស់ 100% ថាកម្ពុជាមិនមែនជាអ្នកនាំអាតទេគឺថៃសម័យក្នុងខោខ្លួនឯងហើយមកដល់ពេលនេះកម្ពុជាអត់ទាន់បាញ់មកគ្រាប់តដៃទៅទៀតនេះអ្វីដែលក្រសួងការពារជាតិបញ្ជាក់ការដែលមិនបាញ់តដៃនឹងគឺដោយសារតែក្រសួងការពារជាតិអះអាងថាកងទ័ពកម្ពុជារក្សាការអត់ធ្មត់និងបន្តគោរពបទឈប់បាញ់និយាយទៅគឺកិច្ចព្រមព្រៀងនៅថ្ងៃទី26ខែតុលាដែលមានលោកប្រធានាធិបតី Donald Trump ជាអធិបតីអីចឹងតាមពិតអាកិច្ចព្រមព្រៀងនេះថៃហៅចោលហើយបើយើងនិយាយមកដល់ម៉ោងនេះគឺថៃហៅចោលហើយព្រោះគេព្យួរចោលហើយរហូតដល់ចុងក្រោយហ្នឹងប្រហែលថ្ងៃមុននេះគឺមានការផ្ទុះអាវុធប្រហែលមួយថ្ងៃមុនផ្ទុះអាវុធដែលថៃអះអាងថាខ្មែរយើងបាញ់ទៅថៃអីណាមានដោយសារបានអាវក្រោះហ្នឹងគឺទប់ទៅបានត្រូវតែរលាត់បន្តិចបន្តួចហើយនឹងមានទាហានថៃម្នាក់របួសក៏ប៉ុន្តែថៃចោតបែបហ្នឹងកម្ពុជាក៏នៅតែអះអាងថាកម្ពុជាអត់បានបាញ់អត់បានអីទាំងអស់ថៃព្យាយាមគេហៅថាស្វាស៊ីបាយលាបមាត់ប្រប៉ែគឺបង្កើតឲ្យមានព្រឹត្តិការណ៍ដើម្បីឲ្យកម្ពុជាចូលប្រឡូកក្នុងការប្រយុទ្ធគ្នាហើយថៃយល់លេសគឺវាយសន្ធាប់ដើម្បីយកទីតាំងគ្រប់គ្រងបានបន្ថែមទៀតឥឡូវនេះគឺអ្វីដែលថៃកំពុងតែធ្វើគឺថៃកំពុងតែសម្រុកខ្លាំងនៅតំបន់ប្រាសាទតាកបីយើងដឹងហើយថៃចង់បានប្រាសាទខ្នាក៏សម្បើមដែរនៅក្នុងខេត្តសុរិន្ទនេះហើយប្រាសាទតាកបីនេះថៃវាយអត់បានទេនៅក្នុងពេលដែលវាយថ្ងៃដំបូង 4-5 ថ្ងៃពីថ្ងៃ24រហូតដល់ថ្ងៃ28ហ្នឹងថៃវាយយកប្រាសាទតាកបីមិនបានទេថៃវាយយកបាន10កន្លែងប៉ុន្តែអត់អាចយកប្រាសាទតាកបីដោយសារតែមានមីនច្រើនពេកឥឡូវនេះគឺនៅពេលដែលមានផ្ទុះអាវុធក្ដួងគឺថៃផ្ដោតការវាយប្រហារទៅលើប្រាសាទខ្នាដែលថៃចង់ដណ្ដើមយកប្រាសាទខ្នាហើយនឹងប្រាសាទតាកបីមួយទៀតប៉ុន្តែឥឡូវនេះគឺអ្វីដែលយោធាថៃបញ្ជាក់ហ្នឹងគឺថាគេបានវាយកាត់ផ្ដាច់ប្រភពភ័ព្វភាដែលផ្ដល់ស្បៀងដល់កងទ័ពខ្មែរនៅជួរមុខដែលការពារប្រាសាទ
តាក្របីតែយ៉ាងណាបងប្អូននេះគឺជាព័ត៌មានពីខាងថៃទេយោធាថៃជួនកាលព័ត៌មានមួយចំនួននេះវាគ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រដើម្បីបំបាក់ស្មារតីទាហានយើងជួរមុខក៏ថាបានហើយគ្មានអីផ្ទៀងផ្ទាត់នៅឡើយទេព្រោះអីខាងកម្ពុជាទទួលស្គាល់ថាពិតជាមានការវាយប្រហារនៅតំបន់ប្រាសាទតាក្របីពិតមែនហើយព្រោះនៅក្នុងតំបន់ទាំងអស់ដែលគាត់ដាក់ដែលខ្ញុំជម្រាបមិញហ្នឹងគឺមានប្រាសាទតាក្របីក្នុងហ្នឹងដែលផ្ទុះអាវុធដែរតែបើរឿងតាក់ទងនឹងការផ្ដាច់ស្បៀងផ្ដាច់ផ្លូវផ្គត់ផ្គង់សម្ភារៈសឹកដល់ទាហានជួរមុខយ៉ាងណានោះគឺយើងមិនទាន់មានព័ត៌មាននេះទេគ្រាន់តែថាអ្វីដែលយើងច្បាស់គឺខាងកម្ពុជាខ្លួនឯងអះអាងថាឬក៏អំពាវនាវឲ្យកម្ពុជាបន្តរក្សាការអត់ធ្មត់ហើយការបន្តអំពាវនាវឲ្យរក្សាការអត់ធ្មត់នេះមិនមែនចេញមកពីតែក្រសួងការពារជាតិទេគឺបើសុំបីតែគេបាញ់យើងខ្ទេចខ្ទីដល់តំបន់ជាង10កន្លែងហ្នឹងក៏ដោយគឺមកដល់ម៉ោងនេះខាងកម្ពុជានៅតែអះអាងថាអត់ទាន់បានតដៃមកគ្រាប់នៅឡើយទេយើងមិនដឹងថាជឿពិត 100% ថាកម្ពុជាទាហានជួរមុខពិតជាឲ្យគេបាញ់ស្រោចខ្លួនហើយយើងសុកចិត្តនៅកើបនៅក្នុងត្រង់សេហើយចាំស្ដាប់ក្របកភ្លើងហ្នឹងបន្តអីសោះឬក៏យ៉ាងម៉េចអាហ្នឹងយើងចាំមើលការបកស្រាយបន្តទៀតប៉ុន្តែកម្ពុជាអះអាងបែបនេះគឺសំអាងទៅលើថាខ្លួនពិតជាចង់អត់ធ្មត់រក្សាប័ណ្ណឈប់បាញ់ដែលថៃហែកចោលនេះយើងរក្សាកិច្ចព្រមព្រៀងដែលថៃហែកចោលបាទឥឡូវនេះចឹងមិនថាថៃហែកចោលហើយគឺថៃចូលទន្ទ្រានដីយើងគ្រប់កន្លែងបាញ់ប្រើ F16 ទៀតហើយបងប្អូនហើយអត់មានប្របាអីថៃអត់មានលាក់លៀមអីទាំងអស់យោធាថៃឡើងមកប្រកាសថាថៃពិតជាបានប្រើយន្តហោះប្រដេញប្រភេទ F16 របស់អាមេរិកពិតមែនហើយដើម្បីទម្លាក់គ្រាប់នៅដែនយោធារបស់កម្ពុជាគេប្រាប់ថាគេទម្លាក់គ្រាប់នៅដែនយោធាដោយគេចោទថាកម្ពុជាយកអាទីលានហ្នឹងបាញ់ស្រោចទៅស្រុកថៃហើយគេថាបាញ់ស្រោចហ្នឹងថៃចោទកម្ពុជាទៀតថាប្រើអាកជ្រួចវង BM21 ទៀតទៅហើយប្រើកជ្រួចវងផងប្រើអាប្រភេទខ្ញុំអានអ្វីដែលជាសេចក្តីរាយការណ៍របស់ថៃដើម្បីឲ្យបងប្អូនដឹងថាថៃគេថាយ៉ាងម៉េចខ្លះកាសែតបាងកកថៃគឺបានចុះផ្សាយថ្ងៃនេះមុននេះប្រហែលជា2ម៉ោងហ្នឹងក៏បានទទួលស្គាល់ថាថៃពិតជាទាហានថៃម្នាក់បានស្លាប់និង8នាក់រងរបួសធ្ងន់ដោយចោទថាមកពីខ្មែរចាប់ផ្ដើមបើកការវាយប្រហារសារជាថ្មីរំលោភទៅលើដែនអធិបតេយ្យរបស់ថៃហើយជាលទ្ធផលគឺអ្នកនាំពាក្យក្រសួងការពារជាតិថៃសំទោសអ្នកនាំពាក្យយោធាថៃលោកវិនថៃស៊ូវ៉ារីនិយាយថាទាហានទាំង8នាក់របស់ថៃនេះគឺពិតជារងរបួសហើយយ៉ាងហោចណាស់ទាហានម្នាក់បានពាក់លីទៅហើយឯមានសេចក្តីរាយការណ៍មកថាមានទាហានម្នាក់ទៀតក៏បានពាក់លីដែរប៉ុន្តែពុំទាន់មានតួលេខច្បាស់បើសិនជាតួលេខនេះបញ្ជាក់ត្រឹមត្រូវគឺទាហានថៃ2នាក់ស្លាប់8នាក់រងរបួសតែឥឡូវនេះគឺទាហានថៃទទួលស្គាល់ថាពិតជាមានម្នាក់ស្លាប់និង8នាក់រងរបួសម្នាក់ទៀតគឺកំពុងផ្ទៀងផ្ទាត់នៅក្នុងពេលជាមួយគ្នានេះក៏បានខាងកាសែតថៃក៏បានបញ្ជាក់ថាលោកវិនថៃស៊ូវ៉ារីនៅតែបញ្ជាក់ថាទាហានខ្មែរទេដែលជាអ្នកចាប់ផ្ដើមបាញ់កំភ្លើងដៃសំទោសកំភ្លើងអាការដំបងហើយបាញ់តម្រង់ទៅគោលដៅនៅឯច្រកអានសេះដែលនៅក្នុងតំបន់នឹងនៅម៉ោង5នាទីអញ្ចឹងអ្វីដែលកើតឡើងនៅច្រកអានសេះកម្ពុជានិយាយថាពិតជាមានការផ្ទុះអាវុធហ្នឹងគឺថៃគេថាមកពីកម្ពុជាបើកការវិភាគទៅលើគេមុនដែលធ្វើឲ្យរបួសទាហានថៃរហូតដល់តែស្លាប់ទាហានថៃម្នាក់នេះទើបថៃចាប់ផ្ដើមប្រើប្រាស់យន្តហោះប្រភេទប្រដេញ F16 របស់អាមេរិកនេះយកមកទម្លាក់គ្រាប់លើលេនដ្ឋានឬក៏កន្លែងជាពិសេសគឺកាស៊ីណូមួយនៅតំបន់ច្រកអានសេះដែលថៃអះអាងថាកន្លែងតំបន់នឹងឯងដែលយោធាខ្មែរយកជាលេនដ្ឋានសម្រាប់បាញ់ចេញផ្លោងដាក់ចូលបន្ទាយទាហានរបស់ជនជាតិថៃទាហានថៃអីចឹងទៅអានេះគឺជាការអះអាងទេបងប្អូនណាយើងគ្មានប្រភពណាមួយមកផ្ទៀងផ្ទាត់ឲ្យត្រូវ 100% ទេឥឡូវនៅមានតែស្ដាប់ថៃសិនហើយចាំមើលស្ដាប់ខ្មែរហ្នឹងគេនិយាយថាម៉េចហើយសុទ្ធតែជាប្រភពរដ្ឋាភិបាលទាំងអស់អត់មានប្រភពសារព័ត៌មានឯករាជ្យមកនិយាយបានទេព្រោះអីម៉ោងនេះគឺមានតែរដ្ឋាភិបាលថៃយោធាថៃរដ្ឋាភិបាលខ្មែរយោធាខ្មែរហើយយើងថ្លឹងថ្លែងឲ្យបងប្អូនយកទៅពិចារណាខ្លួនឯងព្រោះអ្នកសារព័ត៌មានឯករាជ្យហ្នឹងគឺពិបាកចូលយកព័ត៌មានមែនតើហើយនៅម៉ោង7ព្រឹកមិញដដែលនេះគឺទាហានថៃគេអះអាងថាគេទទួលបានព័ត៌មានមកអំពីការស្លាប់របស់ទាហានហ្នឹងគឺអត់មានអីប្រកែកទេហើយគេក៏នឹងបញ្ជាក់បន្ថែមទៀតថា F16 ប្រភេទយន្តហោះប្រដេញចម្បាំងដែលជាយន្តហោះរបស់អាមេរិកនេះគឺពិតជាប្រើប្រាស់យកមកទម្លាក់គ្រាប់នៅលើដែនអធិបតេយ្យរបស់កម្ពុជាដែលជាគេហៅថាមូលដ្ឋានទ័ពគឺជាគេហៅកន្លែងគោលដៅយោធាគេមិនទម្លាក់លើគោលដៅស៊ីវិលអីអញ្ចឹងទៅហើយមេទ័ពខាងតំបន់ភូមិភាគ2របស់ថៃក៏បាននិយាយថានៅម៉ោង8កន្លះព្រឹកគឺកងទ័ពកម្ពុជាបានបាញ់កំជ្រួចវង BM21
ចូលទៅចូលនៅក្នុងដីថៃនៅក្នុងខេត្តបុរីรัมย์បាទឥឡូវនេះគឺអានេះខាងថៃគេលើកឡើងអញ្ចឹងឥឡូវខាងកម្ពុជាតបទៅវិញយ៉ាងម៉េចរឿងថៃដែលគេលើកឡើងថាឥឡូវប្រើដល់កជ្រួចវងទៀតដែលកម្ពុជាគឺកម្ពុជាដូចជាបានដកកាភ្លើងធំហ្នឹងចេញពីទល់ដែនអស់ហើយតើពវល់កាភ្លើងធំហ្នឹងទៅទល់ដែនវិញនៅពេលណាហើយថៃនឹងយកលេសប៉ុណ្ណាទៀតថាយើងមានកាភ្លើងធំហ្នឹងព្រោះអីយើងដឹងអាកិច្ចចរចាសេចក្តីថ្លែងការណ៍រួមមាន4ចំណុចហ្នឹងមានចំណុចមួយដើមគេហ្នឹងគឺការដកសពាវុធធនធ្ងន់ចេញឲ្យអស់ពីព្រំដែនតើការដែលវិលអាវុធធនធ្ងន់ទៅព្រំដែនវិញនេះកម្ពុជាយកទៅពេលណារហូតដល់ថៃចោតដូច្នេះតើការចោតរបស់ថៃនេះកម្ពុជាតបយ៉ាងម៉េចក្រសួងការពារជាតិកម្ពុជាចាត់ទុកថាព័ត៌មានអំពីកម្ពុជាបាញ់កំជ្រួចវងទៅថៃឬក៏តដៃឬក៏បាញ់កំភ្លើងត្បាល់ឬក៏បាញ់កំភ្លើងអីក៏ដោយទៅភាគីថៃនេះគឺសុទ្ធតែជាព័ត៌មានคล้ายៗទាំងអស់ក្រសួងការពារជាតិការពារទាហានខ្មែរថានៅស្ងប់ស្ងៀមអត់ធ្មត់អត់មានបានបាញ់តទេព្រោះអីខ្លួនកំពុងតែអនុវត្តបាត់ឈប់បាញ់នៅពេលដែលគេបាញ់សន្ធាប់នឹងយើងអនុវត្តបាត់ឈប់បាញ់ហើយថាការលើកឡើងរបស់เพจផ្លូវការរបស់កងទ័ពថៃនិងបណ្ដាសារព័ត៌មានថៃមួយចំនួនដែលថាកម្ពុជាបើកការបាញ់មុននិងប្រើសពាវុធធនធ្ងន់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃគឺជាព័ត៌មានមិនពិតនេះក្រសួងការពារជាតិកម្ពុជានិយាយចឹងក្រសួងការពារជាតិកម្ពុជាបញ្ជាក់ទៀតថាកងកម្លាំងយោធាថៃបានចាប់ផ្ដើមបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជានៅព្រឹកថ្ងៃទី8ខែធ្នូហ្នឹងចាប់ពីម៉ោង5ព្រឹកហ្នឹងមកសកម្មភាពនេះគឺធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយជាពិសេសឧបទ្ទវហេតុដែលកើតឡើងពីម្សិលមិញនៅពលានថ្មក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នាក្រសួងការពារជាតិបន្តថាដោយឈលលើស្មារតីនៃការគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នានឹងការដោះស្រាយចំនួនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនៅក្នុងឧបទ្ទហេតុលើកទី2នេះកងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបអ្វីនោះឡើយហើយកំពុងបន្តតាមដានលើការវិវត្តយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុតជាមួយគ្នានេះកម្ពុជាបានជូនដំណឹងជាលើកទី2ទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT អំពីឧបទ្ទហេតុនេះរួចទៅហើយព្រមទាំងគ្រោងនឹងស្នើឲ្យ AOT ចុះទៅទីតាំងដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតដើម្បីស្វែងរកការពិតនិងធានាឲ្យបាននូវតម្លាភាពយុត្តិធម៌និងភាពត្រឹមត្រូវកំពុងតែបាញ់គ្នានឹងយក AOT មកនឹងឲ្យត្រូវក្របកន្ទុះឬក៏យ៉ាងម៉េចខ្ញុំពងអត់ឆ្ងល់អត់យល់ឥឡូវនេះគឺក្រៅតែពីក្រសួងការពារជាតិកម្ពុជាដែលលើកឡើងដូចនេះគឺខាងថ្នាក់ដឹកនាំកម្ពុជាឯណោះវិញគឺលោកហ៊ុនសែនថ្ងៃនេះគឺបានអំពាវនាវឲ្យកងទ័ពទាំងអស់អត់ធ្មត់បាទនេះគឺជាសាររបស់លោកហ៊ុនសែនដែលនៅលើទំព័រ Facebook របស់លោកសរសេរអញ្ចេះកម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងតែប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីម្សិលមិញយប់មិញនិងព្រឹកនេះក្នុងគោលបំណងទាញយើងឲ្យតបតដើម្បីបំផ្លាញចោលបាត់ឈប់បាញ់និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជាថៃបន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចទៅហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហានពលទាហានឲ្យយល់ដឹងគ្រប់គ្នាសូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាពលរដ្ឋដែលភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្ថិភាពខ្ញុំបានលុបចោលកម្មវិធីការងារផ្សេងៗទៀតអស់ហើយដើម្បីមករួមជាមួយនឹងនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយនឹងការឈ្លានពានសូមការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិដែលមិនអាចជួបខ្ញុំបានសូមកីឡាករកីឡាការិនីដែលទៅចូលរួមប្រកួត SEA Games លើកទី33នៅប្រទេសថៃចូលរួមការប្រកួតជាធម្មតាទាំងចូលរួមការប្រកួតជាធម្មតាមិនទៅលោកឲ្យបាក់ស្បាតហើយកំពុងតែអញ្ញាយជាមួយនឹងរឿងព្រំដែនហ្នឹងគួរតែនាំគ្នាមកផ្ទះវិញទៅសិនទៅហ៎ព្រោះអីធ្វើមិនឥឡូវបើជ្រុលខ្លួនណាឥឡូវមានផ្ទុះអាវុធចឹងគួរតែមកផ្ទះវិញដើម្បីសុវត្ថិភាពវិញទៅដឹងហ៎